អូខេបើសិនជាខ្ញុំប្រាប់ទាំងអស់គ្នាថារដ្ឋាភិបាលសហរដ្ឋអាមេរិកគឺអាចមានលទ្ធភាពប្រើប្រាស់នៅបច្ចេកវិទ្យារបស់មនុស្សក្រៅភពតើទាំងអស់គ្នាយល់មិនវាមិនមែនជារឿងលេងសើចទេហើយក៏មិនមែនជាពាក្យចាមរាមដែរយានក្រៅភពទាំងអស់នេះគឺវាអាចមានពិតមែនដែលមកដល់ផែនដីយើងថ្ងៃហ្នឹងគឺយើងទៅយល់អំពីសាច់រឿងមួយដែលតាក់ទងទៅនឹងលោក Bob Lazar ដែលគាត់ចេញមកអះអាងថាគាត់គឺបានធ្វើការលើយាន UFO ទាំងអស់ហ្នឹងហើយនឹងស្វែងយល់ពីប្រព័ន្ធជំរុញឬក៏បច្ចេកវិទ្យាលើពួកវាផងដែរសង្ឃឹមថាបបិសោតនេះគឺឲ្យទាំងអស់គ្នាចាប់អារម្មណ៍ទៅលើ topic របស់ UFO ហ្នឹងលោក Bob Lazar គាត់បាននិយាយថាគាត់គឺធ្វើការនៅរោងចក្រមួយឈ្មោះ Air Force ពីខាងត្បូងនៃតំបន់51ឬក៏តំបន់ Area 51គាត់ធ្វើការនៅទីនោះគឺប្រហែលជា6ខែធ្វើការជាមួយនឹងអ្នកវិទ្យាសាស្ត្រម្នាក់ឈ្មោះថា Berry ការងារដែលគេឲ្យគាត់ធ្វើគឺជាការងារដែលឲ្យគាត់ព្យាយាមយល់ពីប្រព័ន្ធជំរុញដែល UFO ទាំងអស់នោះប្រើដែលវាជាប្រព័ន្ធ system មួយមិនមែនបង្កើតឡើងដោយដៃមនុស្សយើងលោក Bob Lazar និងសហការីរបស់គាត់គឺលោក Berry ហ្នឹងនៅពេលដែលពួកគេគឺធ្វើការងារទាំងអស់នេះគឺអត់មានចេញលិខិតណាមួយជាលិលាអក្សរដើម្បីឲ្យពួកគាត់គឺធ្វើមួយដំណាក់ទៅមួយដំណាក់ទេគឺពួកគេទាំងពីរមានសិទ្ធិតែបដោតទៅលើការងារដែលថ្នាក់លើដែលឲ្យតែប៉ុណ្្នឹងទេវាដូចជាបបិសោតឬក៏សិក្សាធ្វើតេស្តផ្ទាល់តែម្ដងហើយគ្រប់យ៉ាងដែលដំណើរការនៅក្នុងមូលដ្ឋាន F4 ហ្នឹងគឺមានភាពសម្ងាត់ខ្លាំងព្រោះថាពួកគេដឹងការប្រើប្រាស់ប្រព័ន្ធបែបនេះគឺវាអភិវឌ្ឍយឺតក៏ដោយប៉ុន្តែជៀសវាងកុំឲ្យមានការបែកព័ត៌មាន UFO ទៅខាងក្រៅនៅក្នុងការចងចាំមួយរបស់គាត់គឺថា UFO ដែលគាត់បានឃើញហ្នឹងគឺវាមានលក្ខណៈដូចចានផ្កាប់ពីលើគ្នាហើយគែមយានដែលគាត់បានឃើញគឺមានលក្ខណៈចម្លែកវាដូចជាត្រូវបានគេបាញ់ទម្លាក់ឬក៏ត្រូវបានគេបិសោតហើយចឹង In the late 1980s, the US government had recovered alien spacecraft, several of them, and the technology in the Nevada desert that they were keeping quiet and analyzing. That's a fact. ប៉ុន្តែគឺគាត់អត់ដឹងពីមូលហេតុពិតប្រាកដទេនៅពេលដែលយក UFO ទាំងអស់ហ្នឹងមកស្រាវជ្រាវក្រុមនីមួយៗដែលបានបែងចែកនៅក្នុងមូលដ្ឋាន F4 ហ្នឹងគឺបែងចែកបំណែកគ្នាសិក្សាវាដូចជាការដោះ puzzle ចឹងនៅពេលដែលបែងចែកការងារទាំងអស់ហ្នឹងរួចដូចគាត់ចឹងគាត់នៅពេលដែលគេឲ្យសិក្សាទៅលើម៉ាស៊ីនការងាររបស់គាត់គឺសាមញ្ញទេគឺសិក្សាតែពីម៉ាស៊ីនហ្នឹងអត់មានទៅប៉ះពាល់អីផ្សេងទេរយៈពេលដែលថ្នាក់លើដាក់ឲ្យពួកគាត់ភាគច្រើនគឺមួយអាទិត្យហើយកន្លែងស្នាក់នៅអីគឺដេកនៅហ្នឹងតែម្ដងធ្វើការ3សប្តាហ៍សម្រាប់មួយសប្តាហ៍ហើយការងារខ្លះគឺជាការងារឬក៏ការធ្វើតេស្តបន្ទាន់ដូចគេទេមកគាត់មកមួយយប់ហើយត្រូវងើបមក3ភ្លឺចឹងនៅពេលដែលគាត់ចេញមកនិយាយអំពីរឿងទាំងអស់ហ្នឹងជាសាធារណៈគាត់សង្ឃឹមថាមានអ្នកចេញមកនិយាយដូចគាត់ដែរដូច Berry ដែលអ្នកធ្វើការមួយគាត់ចឹងប៉ុន្តែនៅពេលដែលគាត់គិតមកជំនាញទៅមុខទៀតការនិយាយទាំងអស់ហ្នឹងចេញមកខាងក្រៅគឺវាគ្រោះថ្នាក់ចឹងហើយបានជាអត់មានអ្នកគេចេញមកនិយាយដូចគាត់នៅពេលដែលគាត់គឺបានសិក្សាទៅលើប្រព័ន្ធជំរុញដែលពួក UFO ទាំងអស់ហ្នឹងប្រើមើលទៅគឺពួកវាមានលក្ខណៈខុសពីច្បាប់រូបវិទ្យាដែលយើងស្គាល់បើសិនជាយើងនិយាយពីរូបវិទ្យាគ្មានម៉ាស៊ីនណាដែលមានសមត្ថភាព 100% ដោយអត់ប្រើប្រាស់ថាមពលទេដូចជាភ្លើងម៉ូទ័រឬប្រព័ន្ធកម្ដៅចឹងប៉ុន្តែអីដែលប្រើប្រាស់នៅក្នុង UFO ទាំងអស់ហ្នឹងគឺវាអត់មានប្រព័ន្ធខ្សែឬក៏អត់មានវាលម៉ាញេទិកដែលរកឃើញទេហើយនៅពេលដែលគេយក UFO ទាំងអស់ហ្នឹងមកធ្វើតេស្តនៅខាងក្រៅ So it's the reactor here powering the gravity amplifiers. Gravity amplifiers output goes into the gravity emitters at the bottom and the resulting gravity ពួក UFO ទាំងអស់ហ្នឹងគឺអាចធ្វើការទំនាក់ទំនងជាមួយនឹងអ្នកខាងក្រោមបានដោយប្រើប្រាស់តាវិទ្យុទេរួចនៅពេលដែលយាននឹងដែតវាមានភាពស្ងាត់ចងំហើយអាបាតខាងក្រោមវាហ្នឹងគឺវាមានពន្លឺ QQ ដែលចាំងចេញមកនៅពេលដែលវាដែតឡើងលើប្រហែល5ទៅ10 feet វាក៏ចាប់ផ្ដើមបាត់ពន្លឺហ្នឹងវិញហើយអាចផ្លាស់ប្ដូរទីតាំងឆ្វេងស្ដាំទៅមុខទៅក្រោយឡើងលើចុះក្រោមយ៉ាងស្រួលរួចក៏បាននិយាយថាការធ្វើតេស្តទាំងអស់នេះភាគច្រើនគឺធ្វើឡើងជារៀងរាល់ថ្ងៃពុធដោយសារតែថ្ងៃពុធចរាចរណ៍គឺមិនសូវជាមមាញឹកច្រើនហើយមិនសូវមានអ្នកដែលឆ្លងកាត់តំបន់ហ្នឹងយ៉ាងហើយពួកគេអាចយក UFO ទាំងអស់ហ្នឹងមកធ្វើតេស្តដោយប្រើប្រាស់កម្លាំងជំរុញដែលបានសិក្សាហើយអីដែលចាំបាច់បំផុតគឺកុំឲ្យចេញពីតំបន់ដែលហាមឃាត់នៅកណ្ដាលយាន UFO ហ្នឹងគឺមាន reactor មួយហើយវាដូចជាបេះដូងរបស់យានហ្នឹងចឹងត្រូវបានលោក Bob Lazar សន្និដ្ឋានថាវាមានធាតុធ្ងន់មួយប្រភេទហើយការជំនាន់នោះមិនទាន់មាននៅលើត្រាំងខូបគីមីរបស់យើងទេប៉ុន្តែឥឡូវត្រូវបានគេស្គាល់ថាជាធាតុ115ឬក៏ Moscovium ហើយការស្រាវជ្រាវរបស់លោក Bob Lazar នៅ S4 ហ្នឹងភាគច្រើនគឺបានតែត្រឹមទ្រឹស្ដីទេ
គាត់អាចដឹងពីប្រព័ន្ធនិងទ្រឹស្ដីច្រើនចេញមកពីយានក្រៅភពទាំងអស់ហ្នឹងថាវាមានលក្ខណៈ stable ឬក៏វាមានលក្ខណៈថេរខ្លាំងដែលថាមពលដែលពួកវាប្រើគឺសឹងតែបានតាមចិត្តតាមរយៈការសិក្សាទាំងអស់នេះគឺឲ្យពួកគេឃើញថាធាតុដែលពួក UFO ទាំងអស់ហ្នឹងប្រើគឺវាមិនត្រូវបាន decay ទេឬក៏មិនរលួយបញ្ចេញនៅវិទ្យុសកម្មទេប៉ុន្តែនៅពេលដែលធាតុ115ហ្នឹងត្រូវបានបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍របស់អ្នកស្រាវជ្រាវនៅលើផែនដីវិញវានៅតែមានភាព decay លឿនឬក៏ខុសពីធាតុដែលយានរបស់ក្រៅភពទាំងអស់ហ្នឹងប្រើនឹងហើយវាគឺជាចម្ងល់នៃទ្រឹស្ដីដែលលោកបបឡាសាគឺបានហ៊ានហេតុអីបានវាខុសគ្នាហើយនៅពេលដែលគាត់គឺបានចូលទៅខាងក្នុងបរិវេណរបស់ UFO ហ្នឹង UFO ទាំងអស់ហ្នឹងមើលទៅគឺវាគ្របដណ្ដប់ដោយលោហៈធាតុសំណមិនមានមុខកាត់មិនមានធ្នេរហើយរលោងមើលទៅ smooth ហ្មងអីដែលសំខាន់នៅខាងក្នុងហ្នឹងគឺវាអត់មានរបស់ណាដែល design ឲ្យញ៉ៃញ៉ៃទេវាអត់មានប្រអប់អេក្រង់ដូចយន្តហោះឬក៏របស់ដែលមនុស្សយើងផលិតវាអត់មានខ្សែភ្លើងញ៉ៃញ៉ៃនៅក្នុងហ្នឹងទេហើយមានតែកៅអីទូចចំនួន3 reactor នៅកណ្ដាលមួយនិងប្លុកត្រីកោណធំមួយនៅក្នុងហ្នឹងហើយអត់ដឹងថាគេប្រើវានៅក្នុងគោលបំណងអីទេសូម្បីតែកន្លែង control យានក៏អត់មានដែរចឹងហើយបានជាពួកគេអត់ដឹងថាពួក UFO ទាំងអស់ហ្នឹងគឺបើកយាននឹងរបៀបម៉េចហើយគាត់ថាយានហ្នឹងគឺវាទាបមែនតើសូម្បីគាត់កម្ពស់1.7 ម៉ែត្រជាងនៅពេលដើរចូលខាងក្នុងយានហ្នឹងគឺដល់បតុនជង្គង់ឬក៏ដើរកងខ្នងមើលទៅថាហត់ទាំងអស់នេះគឺវា design ឡើងសម្រាប់អ្នកដែលមានកម្ពស់ទាបណាស់ជាពិសេស1 ម៉ែត្រចុះក្រោមហើយនៅពេលដែលយើងនិយាយពី UFO ទាំងអស់ហ្នឹងនៅពេលដែលពិសោធន៍បាតខាងក្រោមដែលបញ្ចេញពន្លឺហ្នឹងគឺវាត្រូវបានប្រើប្រាស់ដោយឧបករណ៍ពង្រីកទំនាញនៅពេលដែលទំនាញទាំងអស់ហ្នឹងវាត្រូវបានបញ្ចេញធ្វើឲ្យយានហ្នឹងគឺអណ្ដែតមកចឹងបានជាយើងនិយាយថាយានទាំងអស់ហ្នឹងគឺវាអាចប្រើប្រាស់ថាមពលតាមចិត្តដោយ manipulate ឲ្យទំនាញរបស់ពួកគេគឺសមមាត្រជាមួយនឹងទំនាញផែនដីនៅក្នុងការដែលពួក UFO ទាំងអស់ហ្នឹងធ្វើដំណើរការធ្វើដំណើររបស់ពួកគេគឺមិនមែនចេះតែអណ្ដែតហើយទៅមុខលឿនតែប៉ុណ្្នឹងទេពួកគេគឺសិតតែ set គោលដៅមុនថាពួកគេគឺចង់ទៅណានៅពេលដែលដឹងគោលដៅរួចពួកគេគឺធ្វើដំណើរតាមរយៈការពុតពេលវេលាអវកាសឬក៏ space time ហើយអីដែលសំខាន់ជាងនេះទៀតគឺ UFO ទាំងអស់ហ្នឹងគឺវាអាចផ្លាស់ប្ដូរសភាពរបស់ពួកវាពីភាពស្អាតដែលយើងមើលមិនឃើញពីខាងក្នុងទៅខាងក្រៅទៅជាថ្លាហើយអនុញ្ញាតឲ្យពន្លឺឆ្លងកាត់បានលោកបបឡាសាគឺគាត់បានអាងថាគាត់គឺបានឃើញយានផ្សេងទៀតនៅ S4 ហ្នឹងចំនួន9គ្រឿងហើយមានលក្ខណៈខុសៗគ្នាទាំងអស់មានយានខ្លះគឺមើលទៅដូចរូបរាងផ្សិតខ្លះដូច D18 ប៉ុន្តែគាត់មិនដឹងថា UFO ទាំងអស់ហ្នឹងគឺមានលក្ខណៈពិសេសណាខ្លះឬក៏យ៉ាងម៉េចទេគឺបានតែត្រឹមដើរកាត់នៅកន្លែងពិសោធន៍ទាំងអស់ហ្នឹងចឹងអស់គ្នាយល់យ៉ាងម៉េចដែរទៅលើការនិយាយលោកបបឡាសាគាត់ថាគាត់និយាយការពិតអត់ប៉ុន្តែយើងត្រូវដឹងថារឿងរ៉ាវដែលគាត់និយាយទាំងអស់នេះគឺនិយាយតាំងពីក្នុងទសវត្សរ៍ឆ្នាំ1980តាំងពីធាតុ115អត់ទាន់បានរកឃើញតាំងពីតំបន់ Area 51មិនទាន់ទទួលស្គាល់ទាំងតែមូលដ្ឋាន S4 មិនដឹងនៅណាហើយកំណត់ដែលថា UFO ទាំងអស់ហ្នឹងគឺប្រើប្រាស់កម្លាំងទំនាញមកដល់រយៈពេលការសិក្សាក្រោយមកបានជាអ្នកវិទ្យាសាស្ត្របានស្មានថាវាជាផ្នែកមួយដែលអាចកើតឡើងពិតមែនជឿមិនជឿគឺអាស្រ័យលើទាំងអស់គ្នាទេហើយទាំងអស់គ្នាអាច comment មតិខាងក្រោមពីអីដែលទាំងអស់គ្នាយល់អាចថានឹងមានរឿងច្រើនទៀតដែលលោកបបឡាសាបាននិយាយហើយខ្ញុំអត់បាននិយាយអស់ទាំងអស់គ្នាអាចចែកម្លែកខាងក្រោមបានអញ្ចឹងអរគុណគ្នាយើងមែនតើដែលគាំទ្រ channel ពួកយើងហើយមើល channel ពួកយើងរហូតជួបគ្នាជាមួយខ្ញុំ SL នៅវីដេអូថ្មីមួយទៀត That's all I got peace and love I'm out bye bye